ចេះប្រឹងរក្សាលំនឹងជីវិតគ្រប់ខណៈពេលនៃជីវិតគ្មាននរណាម្នាក់អាចប្រឹងចេញពីចិត្តបានគ្រប់ពេលទេប៉ុន្តែបើយើងរក្សាលំនឹងនិងអាចញញឹមបានគ្រប់ពេលគឺជារឿងល្អមួយគ្រប់ជំហាននៃជីវិតមិនមែនឲ្យតែយើងហុចដៃស្នើសុំជំនួយអ្វីម្យ៉ាងពីនរណាម្នាក់គឺយើងនឹងទទួលបានជំនួយទេប៉ុន្តែបើយើងចេះផ្ដល់ឲ្យខ្លួនឯងនៅអ្វីដែលខ្លួនចង់បានគឺជារឿងល្អក្នុងជីវិតខ្ញុំធ្លាប់បានភ្លក់រសជាតិនៃពាក្យថាទេជាច្រើនរាប់មិនអស់មនុស្សម្នាក់សុទ្ធតែមានទុក្ខលំបាករៀងៗខ្លួនហើយភាពលំបាករបស់បុគ្គលម្នាក់វាគ្មានម៉ែត្រសម្រាប់វាស់ទេការវាស់ពីភាពលំបាករបស់មនុស្សពុំមែនប្រើអារម្មណ៍ទេតែត្រូវប្រើចំណេះដឹងតើវាស់ដោយប្រើចំណេះដឹងយ៉ាងម៉េចកូនអ្នកមានខិតខំប្រឹងរហូតដល់បានលទ្ធផល10កូនអ្នកក្រខិតខំប្រឹងរហូតបានលទ្ធផល10តើនរណាលំបាកជាងហើយតើនរណាប្រឹងជាងបទពិសោធន៍របស់ការងារខ្ញុំជាក់ស្ដែងបានជួបនឹងទិដ្ឋភាពលំបាកស្រស់អ្នកខ្លះក្រយកតែមែនទែនលំបាករហូតដល់ងើបមុខមិនរួចចរិតខ្មែរខ្លះឃើញអ្នកដទៃក្រហើយបែរជាមិនចេះអាណិតតែសុខចិត្តស្អប់គ្នាទៅវិញនេះមានន័យថាគេស្រឡាញ់តែអ្នកមានប៉ុណ្ណោះមិនស្អប់ភាពក្រីក្រតែបែរជាស្អប់អ្នកក្រចរិតអ្នកខ្លះទៀតឃើញអ្នកដទៃល្ងង់ហើយបែរជាមិនប្រឹងជួយតែបែរជាប្រឹងបោកប្រាស់គ្នាទៅវិញបោកបានចេះតែបោកទៅសំខាន់ឲ្យតែបានប្រយោជន៍ល្ងង់ហើយត្រូវមនុស្សចេះដឹងទុច្ចរិតបោកប្រាស់ទៀតមនុស្សយើងឲ្យតែគ្មានមនោសញ្ចេតនានៃក្តីស្រឡាញ់ទេយើងគឺប្រៀបដូចជាឆ្កែចចកនឹងគ្នាអញ្ចឹងឯងនេះជាសង្គមដែលមនុស្សប្រឹងរស់រៀងខ្លួនតែមិនមែនរស់ជាមួយគ្នាទេ